បងស្មោះស្នេហ៍ឈ្មោះចឹងបដ ாய் សូមថ្វាយបង្គំព្រះអង្គពីចម្ងាយកាលណានៅស្រុកខ្មែរកាលណាសុំ Telegram គុណម្ចាស់ផងបានទេខ្ញុំកណាចង់រៀនធម៌ពីប្រគុណម្ចាស់ខ្លះខ្ញុំកណាចង់សុំ Telegram គុណម្ចាស់ផងបានទេតើដើរកណាខ្វាយខ្វល់ខ្លាំងណាស់កណាយល់សពឃើញគុណម្ចាស់មកមុននិមន្តមកផ្ទះកណាស្ដាយណាស់កណាបានតែយល់សពឃើញគុណម្ចាស់នៅស្រុកខ្មែរកណាអត់មានបច្ច័យទៅស្រុកកំណើតគុណម្ចាស់តែវាយូរហើយករណានឹងសុខភាពទៅមុខទៅក្រោយមិននេះពាក្យថាពាក្យជូនពរមិនអាចជូនពរបានទេនេះទឹកចិត្តខ្ញុំកណាទៅណានឹងសង្ឃឹមថាបានទេស្រីក្រាមនឹងរៀនស្គាល់ជាមួយនឹងគុណម្ចាស់ខ្លះអរគុណនឹងថ្វាយបង្គំជម្រាបលាប្រពន្ធម្ចាស់ហ្នឹងថ្មអានឡើងវិលមកបង Telegram មាន group Telegram មួយដែលមានសមាជិកប្រហែលជា 3000 នាក់នៅក្នុងហ្នឹងហ្នឹងហើយអាច join នៅក្នុងហ្នឹងបានបាទមកធ្លាប់បង្ហោះនៅលើ page ដែរហើយម្យ៉ាងទៀតបើចង់រៀនពធមានក្រុមបងប្អូនបើកច្រើនឥឡូវនៅអូស្ត្រាលីនេះក៏មានបងអូននរុនធីមានបងវូចលៀងនៅអាមេរិកនោះមានបាសកាគឺកំលៀងនៅខាងកូរ៉េមានបងប្អូនក៏ប្រកាសទៅញយពេលថ្មផ្សាយហ្នឹងក៏ឲ្យចូលក្រុមជាមួយនៅភ្នំពេញមានក្រុមយុវជននិងវធអីចឹងទៅនៅមានក្រុមពលឺជីវិតអីច្រើនបាទហើយអាត្មាហ្នឹងវាចិត្តដល់ពេល retire ហើយនៅពេលដែលបងប្អូនមានការយល់ដឹងច្រើនជួយជំនួសដៃជើងបានចឹងណានៅខាងមនីរដ្ឋឯនោះមានព្រះអង្គគ្រូច្រើនព្រះអង្គគ្រូសុកយន្តាព្រះអង្គគ្រូអគ្គចិត្តតោលន់សឡុងអីច្រើនព្រោះមានក្រុមរៀនច្រើនណាចង់រៀនពីដំបូងគឺមានថ្នាក់ច្រើនមិនចាំបាច់តែអាត្មាទេថ្ងៃនេះអាត្មាដូចថានឹងចាំអង្គុយទទួលផលឬថាអង្គុយមើលការរីកចម្រើនរបស់សិក្ខាកាមយើងដែលអាចយល់ហើយអាចបរិយតទៅទៀតបានអញ្ចឹងអាត្មាសប្បាយចិត្តអញ្ចឹងវិញហើយមានបញ្ហាអីក៏ឆ្លើយសំណួរថ្ងៃសុក្រអីចឹងទៅហើយថ្នាក់រៀនអភិធម្មនៃអាត្មាបរៀនសៅរ៍អាទិត្យហ្នឹងក៏បន្តបដើចឹងទៅមិនជាមានលបឿនអីខំណាស់អីទេព្រោះអ្នករៀនដ៏ច្រើននៅក្នុងហ្នឹងក៏ដឹងអស់ហើយអង្គធរដែលអាត្មាត្រូវបរៀនហ្នឹងក៏ដឹងមុនអស់ហើយភាគច្រើននោះវាចង់និយាយថាដល់ពេលវេលាដែលអាត្មាគ្រាន់តែអង្គុយរុញបន្តិចប្រាប់កលឹះតិចកាន់ឲ្យជាកម្លាំងចិត្តតិចហ្នឹងពួកគាត់ទៅបានច្រើនណាស់ឥឡូវចឹងសម្រាប់អ្នកដែលចង់រៀនធម៌ឬអភិធម្មអីហ្មងវាមិន direct ចាំតែអាត្មាទេចឹងណាថ្ងៃហ្នឹងមានឱកាសច្រើនបាទហើយ join group ជាមួយអ្នកទាំងអស់គ្នាដែលអាត្មារៀបរាប់មិញឬក៏មានច្រើនជាងហ្នឹងទៀតអាត្មារាប់មិនអស់ដែលគាត់បើកបរិញ្ញានឹងជាកុហកក៏ដោយជាលោកសង្ឃក៏ដោយតែអាចបង្រៀនមេរៀនពធបានហ្នឹងគឺថាយើងចូលរៀនទៅមិនអីទេបើហើយអាត្មាក៏មានបង្កើតមេរៀនដាក់នៅលើ YouTube ស្រាប់ហើយនៅក្នុងសានសុជា Official ហើយ playlist ពីដំបូងហ្នឹងដាក់មេរៀនចេតសិកនិងចិត្តកាត់តរួចហ្នឹងមើលចឹងទៅយើងរកដៃគូដែល
រៀនដូចគ្នាដើម្បីកុំឲ្យកំព្រាព្រោះយើងរៀនដំបូងយើងអាចមានសម្ពាធពីព្រោះក្នុងសង្គមយើងវាអត់សម្បូរអ្នករៀនទេដោយយើងរៀនតែឯងទៅហើយពិបាកអ្នកសួរទៅទៀតណាមួយពាក្យហ្នឹងយើងចាល់មិនដឹងទៅសួរអ្នកណាអញ្ចឹងទៅវាអាចទីមួយសម្ពាធពីបរិយាកាសនៅជុំវិញក៏ធ្វើឲ្យយើងអាចបោះបង់សេចក្តីព្យាយាមដែរហើយទីពីរនៅពេលដែលយើងរៀនហើយរកចម្លើយអត់ឃើញដោះស្រាយអត់បានអញ្ចឹងទៅក៏វាធ្វើឲ្យធុញដែរសូម្បីតែរៀនភាសាអង់គ្លេសក៏គេប្រាប់កលឹះដែរក៏រៀនស្មាធ្លាប់រៀន IL អត្ថបទដែលយើងអានដំបូងកុំតន់អានអត្ថបទណាដែលក្នុងមួយទំព័រហ្នឹងចាល់ពាក្យរាប់រយ50-60ពាក្យអញ្ចឹងធ្វើឲ្យយើងអត់ចង់ទេអញ្ចឹងយើងទៅរៀនអត្ថបទណារៀងស្រួលមុនមកទំព័រហ្នឹងតល់4-10ពាក្យអីចឹងទៅអាហ្នឹងយើងមានឆានក្នុងការសើចមើលវចនានុក្រមអញ្ចឹងមិនសូវធុញទេលោតាមកទំព័រលេងតល់ពាក្យ50សុទ្ធតែពាក្យអត់ចេះធុញតែមកហ្នឹងហើយក៏មានអ្នកឆាតមកផ្ទាល់តែចង់សួរអាត្មាផ្ទាល់អីច្រើនមកថាប្រហែលជាមិនបានទេបងឆ្លើយចឹងហ្មងទៅវាច្រើនគ្នាបងច្រើនគ្នាហើយដោយសារមានក្រុមរៀនច្រើនមកគិតថាចូលក្រុមជាមួយអ្នកបើកបញ្យលហ្នឹងល្អជាងសួរអាត្មាផ្ទាល់ព្រោះបងប្អូនដែលបើកក្រោយហ្នឹងគាត់យកចិត្តទុកដាក់ណាគាត់យកចិត្តទុកដាក់ជួនកាលគាត់ពិភាក្សាថ្ងៃសៅរ៍អាទិត្យអីក៏ពិតមែនគាត់មានក្រុមរបស់គាត់ហើយយើងផ្ញើសំណួរអីនៅក្នុងក្រុមអីចឹងទៅគាត់ចេញមកឆ្លើយមកអីសូម្បីតែមិនមែនក្នុងម៉ោងពិភាក្សាហ្នឹងក៏ពួកគាត់ជួយដែរស្មាឃើញពួកគាត់យកចិត្តទុកដាក់មែនតើនិយាយរួមទៅយកចិត្តទុកដាក់ច្រើនជាងអាត្មាហ្នឹងវាចាស់ភាសាហើយវាស្ទុះហើយឥឡូវនេះមានទៅណាទៀតទេហ្នឹងសីហាមុត YouTube ព្រះអង្គបានមកវិញណា YouTube បានមកវិញហើយបើហើយ Facebook page ព្រះអង្គមានអ្នក follow 1លានជាងគណៈចង់ឲ្យស្នើសុំ blue tick ពីក្រុមហ៊ុន blue tick នឹងសុំដែរមិនសុំមិនបានដឹងមិនវា sorry រហូតមានអ្នកជួយដែរបើមានអ្នកជួយដែរបើណាគេជួយធ្វើឲ្យអត់បានដឹងមិនទីស័ក្តិសិទ្ធិនេះរូបដូចជាបព្វជិតមើលមិនច្បាស់ទេតូចកណាសូមប្រកិនសំណួរថាមួយថាសង្ខារ3និងសង្ខារចេតសិកខុសគ្នាដូចម្ដេចទេសង្ខារ3គឺយើងនិយាយពីអភិសង្ខារអញ្ចឹងណាឬក៏សង្ខារ3ផ្សេងទៀតពាក្យ3มันមានច្រើនណាសង្ខារ3មានកាយសង្ខារចិត្តសង្ខារអីចឹងទៀតទៅវិច័យសង្ខារអាហ្នឹងក៏3ដែរពូសួរតែសង្ខារ3ចឹងពាក្យ3ហ្នឹងមានច្រើនណា3សង្ខារ3ហ្នឹងវាមានច្រើនកាយសង្ខារវិច័យសង្ខារចិត្តសង្ខារឬក៏សង្ខារ3ទៀតគឺបានដល់អវិជ្ជាបច្ចយាសង្ខារាបើអវិជ្ជាបច្ចយាសង្ខារាគឺបានដល់សង្ខារ3ដែរប៉ុន្តែមានបញ្ញាពីសង្ខារបានដល់ពួកកុសលធម៌មហាកុសលហើយនឹងរូបាវចរៈកុសលអញ្ចឹងទៅហើយនឹងអនេញជាពីសង្ខារបានដល់ពួកអរូបាវចរៈកុសលហើយនឹងអបញ្ញាពីសង្ខារគឺបានដល់ពួកអកុសលដែលជាតួអភិសង្ខារតតែងភពជាតិកំណើត
nhưng mà cái lại nắng tha sang khai ra bạch giá vinh nhiên nàng cái đấy bên nằm bài cát và đợi sanh thị vinh nhiên hay đào ta sang khai ra chê tật sắc nắng cứ dương praនៅពេលដែលយើងចែកខណ្ឌចែកខណ្ឌ5មកខណ្ឌ5ហ្នឹងយើងយកចិត្តចេតសិករូបហ្នឹងយកមកចែកចិត្ត89ឬក៏121ចិត្តសិក52រូប28ហ្នឹងយកមកចែកបានខណ្ឌ5រូបទាំងអស់គឺរូប28ហ្នឹងចែកទៅបានខណ្ឌមួយហៅថារូបខណ្ឌហើយក្នុងចេតសិក52វេទនាចេតសិកជាវេទនាខណ្ឌសញ្ញាចេតសិកជាសញ្ញាខណ្ឌគេណា52វាអស់2ឯនៅសល់50ដល់50ទៀតនឹងចែកជាខណ្ឌហៅថាសង្ខារខណ្ឌអញ្ចឹងឯដល់ពេលក្នុងមេរៀនផ្សេងលោកនិយាយពាក្យថាសង្ខារចេតសិកអញ្ចឹងទៅឧទាហរណ៍ថាដូចក្នុងកុសលាធម្មាអញ្ចឹងបានដល់ពួកកុសលចិត្ត21ឬក៏37ហើយនឹងចេតសិក38ហើយដល់ចែកខណ្ឌធាតុអាយតនៈឧទាហរណ៍ចែកដោយខណ្ឌនៅក្នុងកុសលាធម្មាអញ្ចឹងអត់មានរូបខណ្ឌទេណាអត់មានរូបខណ្ឌទេពីព្រោះអត់មានរូបហើយចិត្តទាំងអស់ជាវិញ្ញាណខណ្ឌប៉ុន្តែយើងចែកចេតសិកមុននៅក្នុងចេតសិក38ដែលកើតនៅក្នុងកុសលចិត្ត21ឬ37ហ្នឹងយើងយកវេទនាមួយជាវេទនាខណ្ឌសញ្ញាមួយសញ្ញាចេតសិកមួយជាសញ្ញាខណ្ឌហើយសង្ខារចេតសិក36ជាសង្ខារខណ្ឌគេណាអាហ្នឹងគេនិយាយថាសង្ខារចេតសិកហ្នឹងគឺពេលគេយកទៅចែកកន្លែងផ្សេងឬក៏គេមិនប្រើសង្ខារចេតសិកចឹងគាត់ថាចេតសិកនៅសល់ហ្នឹងហើយចឹងក៏បានដែរសល់ពីវេទនាសញ្ញាហ្នឹងប៉ុន្តែឲ្យតែគេនិយាយថាសង្ខារចេតសិកគឺក្រៅពីអាពីរហ្នឹងក្រៅពីសញ្ញាចេតសិកនិងវេទនាចេតសិកហ្នឹងហើយប៉ុន្តែចំនួនប៉ុណ្ណាវាស្រេចទៅលើបរិបត្តិដែលគេនិយាយបើគេនិយាយពីរឿងអកុសលាធម្មាសង្ខារចេតសិកឲ្យមាន25ឯងទាំងអស់មាន27ហ្នឹងហើយតែបើគេនិយាយសរុបទាំងអស់សរុបចេតសិកទាំងអស់គេនិយាយថាសង្ខារចេតសិកគឺ50ហើយតែបើចែកជាពួកជាហេតូធម្មាអហេតូធម្មាកុសលាធម្មាអកុសលាធម្មាហើយណាធម្មាបណៃតាធម្មាវាតាមធម្មាមួយវាតាមចំនួនហ្នឹងទៀតហ្នឹងហើយនេះបងអូនសឹមទឹកប្រកាសទៀតអ្នកណាចង់រៀនណាមើលលើ comment ហ្នឹងគាត់សរសេរនៅហ្នឹងចូលក្នុងសិក្ខាកាមថ្មីនៃសមាគមធម្មទានខ្មែរកូរ៉េពួកគាត់ចែកគ្នាចូលជួយបញ្យល់ច្រើនសកម្មពួកគាត់ពេញកម្លាំងនៅកន្លោះកន្លោះឲ្យមានប្រពន្ធខ្លះនៅកម្លាំងដើមដៃដើមជើងអីខ្លាំងដូចថ្មទេវាចាស់សេរីមែនតើហ្នឹងគេនិយាយឡើងសក់អស់លើបើនិយាយពីដើមឫស្សីមែនថ្មនោះដូចឫស្សីចាស់ណាហងៃហ្នឹងហើយបងប្អូនដូចឫស្សីកំពុងលាស់ខ្លះក៏លាស់ឡើងទៅជាឫស្សីជាម្លប់ហើយស្រេចថាយើងស្ម័គ្រចិត្តមកធ្វើទំពាំងលូតក្នុងរង្វង់ឫស្សីនឹងដែរអត់ចឹងហើយអ្នកការពារទំពាំងថ្មីហ្នឹងគឺឫស្សីក្រោយណាឫស្សីថ្មហ្នឹងឫស្សីគេចិត្តកាប់ចោលហើយ ឈ្មោះ Key James
Vành cùng ấy sập cột máu xung xua thà tròn bịa khuôn tì bưng khuôn bịa khuôn sầm đào đỏ chất tam cha kêu bị cha ná khơi để chả rứ ba con là dồn khơi thà khuôn hồng nút sầm đào cái nâng chất ta cả bỏ sai tam cầm pí rứ chia sẻ chặt thuộc bất không bịa khuôn tì bưng khuôn này dân trao đăng thành được nông thỏaแต่พระบรมครูพระองค์ตรัสมาเมียนใบเมียนเปรวินัยประโสดให้นังเปรวิธรรมเปรวินัยวินิโยกิจกรรมพิโรวินัยนั้นจะเราโดยกิจจังยังตรัสเรียนปีกิจให้ประโสดอัตถกรรมพิโรประโสดนั้นจะเราโดยอัตนั้นคือท่าchia sẻ đầy bẩn vô không nặng sầm đau đỏ ấy miền commentary chỉ bảo lọ không nặng bầm trắng ấy bị cha tự thể ai bị thóm sập heo vẹt kèm piro chưa đói sập heo vẹt chưa đói chia sập heo vẹt thua tại mặt đòn chỉ thom mà chia tại mặt đònรื่องประโสดเจอดอยอาจนั่นคือวิปรุประโสดฉานโยเปะปัญญัติโยมปริเทียบจังเราตัวศักษาในขนมอัดในเปะมวยในเกียร์ทามวยทัดตาคลุนตรงนี้ดิสำนักดอลไอนะโลกแผลก็มอยังจะหลอมคลุนตรงที่นี้สำนักดอลไอปั้นน่ะดอมเมนเปคลาอัตตาให้อัตตนาวนัดเถะยัยท่าคลุนอัดเมียนเตkinh đậpไปให้วิเหงตัวเนี่ยอัตตาให้อัตนาวเนี่ยเท่าคล้วนจิตติปึ้งระบบคล้วนไอเกิดแทนเราขนมประสบด้วยคนนี้นะอัตบุคคลเปลี่ยนแต่สมกอลแต่คล้วนไอเมียนโกนคล้วนไอเมียนถวบอัตตาให้อัตนาวน่ะแทะคล้วนไอออตังเมียนพ้องบียังโยเปียน้องโยมชลุกคนนี้ชลุกเนี่ยงอบจังแบนยังตือดาวถัดตาเกียร์ทาน้องประสบนั้นปวดบ่มน้องจังใหญ่ปีไอนั่นไงโดยในคลาก่อนในใหญ่เพียซาดอเฉินนั้นก็ในใหญ่ปั้นในใหญ่ตั้งยังดังนักคือจังใหญ่ปีไออุติหะนะลานนี่บากเลือนนะลานนี่บากเฉลยอะlan bị chết chơi ấy biết vẫn nè thầu đang thật ta cô bầm non nè giấy cái trong vô ấy cái trong vô mà nư nè ba năng ta được te te này mấy con lô la mấy ngày nắng te với men che lô la ấy biết bây giờ toán á lóp ấy te men che lô la với mà nư tao lô la bây giờ tụi toán nhưng mấy cái anh ấy chỉ phía xa cái giấy vẫn nè ắt tận đây khẳng nóng nó cái vô là nóng ạ được khuôn chăng mà đón vậy tha khuôn chỉ tì bẩn là bỏ khuôn mà đón tiết anh ta hết anh ta nào là thay khuôn ăn miên phân năng miên côn miên thọ mà vì nãy cần là khuôn ăn miên phân năng bây giờ vô phần năng vô tập bịa phần năng một luộc này nó luộc nghe ngót chẳng thầu vô ta tắt ắt tắt nông tin nắng commentary chỉ ắt là bỏ kia tha nắng táo bỏ ông sầm đầu rồi ấy kể chỉ ắt là cái tha lúc bị chẹo máuครูน้องตีนั้นคือตัวปัญญาอัตตาให้อัตนาวเนียเทานั้นคล้วนจิตติปังระบบคล้วนจังคล้วนน้องตีนั้นคือตัวปัญญาเหม็นจัดเหม็นกายเหม็นไอ้ต่างอ๋อลบไปเจ็ดใบคือตัวปัญญาคล้วนจิตติปังระบบคล้วนน้องไปนั้นลงยี่มวยจีบอร์มัดมวยจีปัญญาอัตตาให้อัตนาวอัตตาอะไรนี่ตัวปัญญาอัตนาวจีปัญญาคลุนไอ้นี่คืออันใหญ่ไอ้คือใหญ่จีตัวปัญญามองปีอัตตาโดยนี้เป็นมวยในใหญ่จีบอร์มัดมวยที่ใหญ่จีปัญญาอัตตาคลุนจีติปังระบบคลุนดับไปcái mới khinhปีนั่งไงมวยใหญ่จีตัวบอร์มัดมวยที่ใหญ่จีตัวปัญ
បញ្ញត្តិអត្តាហេហ្នឹងគ្រាន់តែថាជាពាក្យបន្ថែមមកគឺអត្តាកន្លែងហ្នឹងអត្តាទូបញ្ញានាថោជាទីពឹងអត្តណោរបស់ខ្លួនដល់របស់ខ្លួនឡើងនេះគឺនិយាយយើងហ្មងមិនមែនអ្នកដតីគឺតួខ្លួនយើងមកសំណុំហ្នឹងហ្មងគឺខ្លួនឯងម្នាក់ឯងហ្នឹងបញ្ញារបស់ខ្លួនឯងហ្នឹងមួយនិយាយជាបរមត្ថមួយនិយាយជាសន្មតពាក្យតែមួយប៉ុន្តែសំដៅសេចក្តីខុសគ្នាឃើញទេអាហ្នឹងដូចជាកន្លឹះនៅក្នុងប្រសូតបើយើងរៀនមិនស្រួលទេយកចេះតែពាក្យមួយខ្ញុំចេះអត្តប្រែថាខ្លួនមានពេលខ្លះអត្តប្រែថាចិត្តមានពេលខ្លះអត្តប្រែថាបញ្ញាប៉ុន្តែត្រូវសំដៅទៅលើ topic ឬក៏វត្ថុបំណងដែលចង់និយាយព្រោះពាក្យមួយនឹងមិនអាចប្រែតែមួយបានទេពាក្យអត្តមួយនឹងមិនមែនប្រែតែខ្លួនតែមួយម៉ាត់ចឹងបានទេហ្នឹងដូចយើងទៅរៀនច្បាប់អីចឹងណារៀនច្បាប់ពាក្យបល័យអាត្មាអត់ចេះទៅយកន័យណាហើយន័យនោះពាក្យច្បាប់គេទៅទេចឹងយកពាក្យបល័យមកដាក់ប៉ុន្តែន័យទៅណាឆ្កុយទៅហ្នឹងសំដៅលើអីចឹងពាក្យហ្នឹងគឺសំដៅលើអីពេលហ្នឹងជាភាសាហ្នឹងគេសំដៅទៅលើស្អីហ្នឹងហើយគឺខ្លួនជាទីពឹងរបស់ខ្លួនមានន័យថាតួបញ្ញារបស់នរណានៅនឹងពឹងបានមិនអាចបញ្ញានរណាជាទីពឹងរបស់អ្នកផ្សេងបានទេចង់និយាយចឹងណាអត្តាហិអត្តណោអត្តាហិអត្តណោថាបញ្ញានរណាជាទីពឹងរបស់នរនោះចង់និយាយចឹងនិយាយឲ្យវាបានន័យមួយយ៉ាងទៀតណាបញ្ញានរណាវាជាទីពឹងរបស់នរនោះមិនអាចបញ្ញានរនេះវាទៅជាទីពឹងរបស់អ្នកផ្សេងបានទេអានឹងបានន័យថាម៉េចក្នុងលក្ខណៈហ្នឹងបញ្ញាហ្នឹងគឺព្រះអង្គសំដៅទៅដល់អរហត្តមគ្គបញ្ញានៅក្នុងអរហត្តមគ្គដែលកាត់ផ្ដាច់នៅរឹសនៃសេចក្តីទុក្ខគ្រប់យ៉ាងឃើញទេអញ្ចឹងចង់និយាយថាបញ្ញាដែលជាទីពឹងហ្នឹងគឺបញ្ញាដែលកើតក្នុងអ្នកណានោះឯងឃើញទេអញ្ចឹងពេលអត្តាមួយនោះមានន័យពីរអត្តាខាងដើមគឺតួបញ្ញាអត្តណោគឺកើតក្នុងអ្នកណាណាគឺខ្លួនអ្នកណាបញ្ញាកើតក្នុងខ្លួនអ្នកណាវាជាទីពឹងរបស់អ្នកនោះឃើញទេឃើញន័យនឹងវាចង់ហ្នឹងអញ្ចឹងបើបញ្ញានោះវាកើតក្នុងបុគ្គលនោះឃើញសច្ចធម៌ឲ្យអ្នកផ្សេងមកឃើញជំនួសមិនកើតឧទាហរណ៍រឿងនោះបញ្ជាក់ច្បាស់ណាជាក់ច្បាស់ត្រង់ថាកុមារកាសបៈលោកទៅបួសឲ្យលោកសម្រេចគុណធម៌អញ្ចឹងតួបញ្ញាដែលកើតឡើងក្នុងអរហត្តមគ្គញ្ញាណអរហត្តមគ្គចិត្តហ្នឹងតួបញ្ញារបស់លោកហ្នឹងលោកឃើញច្បាស់នៅសច្ចធម៌ធ្វើឲ្យដល់នៅទីបំផុតនៃសេចក្តីទុក្ខគឺសម្រាប់តែលោកខ្លួនឯងហ្នឹងมันអាចយកបញ្ញាហ្នឹងឲ្យម្ដាយលោកឃើញដែរបានទេឃើញទេនៅពេលដែល12ឆ្នាំដែលនាងនឹងទៅបួសហើយនឹកកូនអស់12ឆ្នាំពេលឃើញកូនក៏ចង់រត់ទៅអោបទៅក៏តាក់ជាជីវរដួលលោកអត់រត់ទៅអោបញោមវិញទេលោកគិតថាបើអាឡ័យតែអោបអាឡ័យតែអីហ្នឹងងាប់ហើយដ្រាម៉ានៅនឹងគ្មានរស់ធัวអីឃើញទេក៏លោកថយទៅម្ដាយនឹងដួលហើយលោកថានឹងញោមប៉ុណ្ណឹងក៏កាត់មិនបានដែរលោកថាអញ្ចឹងប៉ុន្តែប្រតិលោកស្អាតណាស់លោកថាបើមិនធ្វើឲ្យឈឺបន្តិចទេម៉ែនឹងនៅតែកូនអញកូនពៅកូនអញនឹងគ្មានសង្វេគគ្មានទៅរកទីពឹងអីទេដំបូងលោកគិតជានៃខាងក្រៅទេអូយអញខំនឹក12ឆ្នាំចុងបញ្ចប់បានពាក្យប៉ុណ្ណឹងថាឲ្យឯងប៉ុណ្ណឹងក៏កាត់មិនបានដែរក៏គិតឃើញណាបើក្រៅពីខ្លួនឯងមានអាណាជួយខ្លួនឯងទេគិតហ្នឹងគិតខាងក្រៅពាក្យខ្លួនរបស់នាងគិតដំបូងទាំងពីរខ្លួនអញក៏បញ្ញត្តិអាខ្លួនឯងជាទីពឹងក៏បញ្ញត្តិដែរតែដល់ពពុទ្ធសម្ដែងព្រះអង្គទម្លុះមួយទៅដល់បរមត្ថថាពិតហើយខ្លួនទៅជាទីពឹងរបស់ខ្លួនអ្នកអាខ្លួនទីមួយគឺតួបញ្ញា
ខ្លួនទី2គឺជាខ្លួនសន្មត់របស់នៅហ្នឹងឃើញទេចង់និយាយថាបញ្ញារបស់ម៉ែហ្នឹងទៅជាទីពឹងរបស់ម៉ែហ្នឹងបញ្ញារបស់កូនទៅជាទីពឹងរបស់កូនអញ្ចឹងពាក្យអត្តាកន្លែងហ្នឹងមានន័យពីរខុសគ្នាដាច់អត្តាទី1គឺតួបញ្ញាអត្តណោជាឆដ្ឋីវិផតឃើញទេគឺវិផតខុសគ្នានេះអញ្ចឹងមកក្បួនវិទ្យាករណ៍វាសំខាន់អត្តាឬខ្លួនដើរតួជា subject ជា subject ឃើញទេជា subject ជាប្រធានដល់តែអត្តណោវាជាសាមីសម្ព័ន្ធវាជា possessive ជារបស់ឃើញទេបញ្ញាអញ្ចឹងវាមិនមែនបញ្ញារបស់បញ្ញាទេអញ្ចឹងខ្លួនកន្លែងហ្នឹងมันអាចប្រែសំដៅទៅដល់បញ្ញាទាំងពីរបានទេឃើញទេมันអាចសំដៅដល់បញ្ញាទាំងពីរបានទេมันអាចបញ្ញាជាទីពឹងរបស់បញ្ញានោះទេបញ្ញាជាទីពឹងរបស់ខ្លួនឃើញទេមួយដើរតួជា subject ជាអត្តាជាតួបញ្ញាហ្នឹងហើយមួយទៀតអត្តណោជា possessive វាជារបស់អញ្ចឹងរបស់ណាឃើញទេបញ្ញារបស់កមារកាសបៈគឺជាទីពឹងរបស់កមារកាសបៈជាបញ្ញត្តិឃើញទេជាបញ្ញត្តិបញ្ញារបស់ម៉ែហ្នឹងទៅជាទីពឹងរបស់ម៉ែហ្នឹងអ្នកដតីមកជាទីពឹងដូចម្ដេចបានវាអត់បានមិនបាច់ដល់តួបញ្ញាដូចថាភ្នែកនរណាធ្វើឲ្យនរនឹងឃើញច្បាស់ឧទាហរណ៍អញ្ចឹងណាគេថាគេនាំយើងទៅមើលប្រច័ណ្ឌនរណាអ្នកឃើញប្រច័ណ្ឌតួមនុស្សមានភ្នែកចឹងនរណាអ្នកឃើញនរណាមានភ្នែកនរនឹងឃើញចង់និយាយអញ្ចឹងវាមិនអាចភ្នែកអ្នកនងឃើញមកឲ្យយើងឃើញដែរបានទល់តែយើងមានភ្នែកដែរទើបយើងឃើញដែរក្នុងន័យអញ្ចឹងហ្នឹងអញ្ចឹងបានថាសូម្បីនៅក្នុងប្រសូតហ្នឹងណាកាលណាយើងយល់បរមត្តបកមិនខុសទេយល់ឲ្យពីរោះឆ្ងាញ់ណាស់នៅក្នុងប្រសូតមួយហ្នឹងឲ្យអាត្មាមិនដឹងថាពរនីថាសេចក្តីនៃធម៌នោះវាច្បាស់លាស់ល្អប៉ុណ្ណាប្រាប់អ្នកស្ដាប់ទាំងឡាយទេប៉ុន្តែនិយាយអស់ហើយបានប៉ុណ្ណឹងតែធាតុពិតរបស់ធម៌ហ្នឹងវាល្អជាងស្អីដែលយើងស្ដាប់ឮហ្នឹងទៅហើយអ្វីដែលអាត្មាយល់នៅក្នុងធម៌ហ្នឹងគឺវាមានជំរឿវាល្អិតជាងស្អីដែលអាត្មានិយាយចេញហ្នឹងប៉ុន្តែធ្វើម៉េចបើបច្ចេកទេសវាមានតែប៉ុណ្ណឹងអ្នកស្ដាប់ឮតែប៉ុណ្ណឹងប៉ុន្តែមានពេលខ្លះអាត្មាអានអាត្មាពិចារណាតាមពាក្យមួយមកអាត្មាចេះតែគិតថាចង់យកពាក្យហ្នឹងឲ្យអ្នកស្ដាប់ទាំងឡាយនឹងយល់ដែរមិនដឹងហៅវិធីអីមានពេលខ្លះមានរឿងដ៏ច្រើនទៀតដែលអាត្មាមិនដឹងថាតើរកកលឹះបែបណាបំផុសអាកន្លែងហ្នឹងឲ្យវាមករាក់ឲ្យអ្នកស្ដាប់ហ្នឹងបានយល់ពេលដែលយល់វាមានអាសេចក្តីសុខផ្លូវចិត្តហ្នឹងមិនដឹងថាត្រូវចែកយ៉ាងម៉េចហ្នឹងប៉ុន្តែចែកបានប៉ុណ្ណាក៏ប៉ុណ្្នឹងចឹងទៅប៉ុន្តែគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាដឹងថានៅក្នុងធម្មវិន័យនេះដូចជាបឹងមួយដែលនៅបាតបឹងសិតតែមាសសិតតែពេជ្រចឹងដែលយើងអត់ដឹងដែលយើងមើលទៅឃើញតែកផ្លោកបាទនៅក្នុងបាតបឹងនោះមានសិតតែមាសសិតតែពេជ្រចឹងណាឧទាហរណ៍ចឹងណាតែយើងមើលឃើញតែកផ្លោកឃើញតែស្មៅឃើញតែអីដូចយើងឃើញតែលោកចេះលោកចុះយាយជីចេះយាយជីយើងឃើញណាយើងមើល Buddhism រាល់ថ្ងៃមើលពុទ្ធសាសនារាល់ថ្ងៃមើលទៅឃើញតែយាយជីយាយនឹងចេះតានឹងចេះលោកនឹងចេះអញចេះឃើញតែប៉ុណ្ណឹងតែអាបាតបឹងពីក្រោមនេះដែលជាតួអង្គ Buddhism real Buddhism ដែលជាតួពុទ្ធសាសនាពិតប្រាកដដែលដូចជាមាសដូចជាពេជ្រក្រាលពេញបាតបឹងហ្នឹងយើងមើលអត់ឃើញតែយើងឃើញតែកផ្លោកស្វិតហ្នឹងដើរចោលបឹងហ្នឹងរាល់ថ្ងៃអញ្ចឹងឃើញតែប៉ុណ្ណឹងហើយដល់ពេលអញ្ចឹងទៅបានអាត្មាយល់ពីពាក្យអភ័ព្វបុគ្គលការកើតតន់មិនតន់ប្រពុតឬក៏មិនតន់ធោប្រពុតហ្នឹងហៅថាអភ័ព្វបុគ្គលតទៅពេលយល់ធោហ្នឹងទៅបានថាអូអភ័ព្វបុគ្គលមានន័យថាម៉េចណាឧទាហរណ៍បានត្រឹមថាដូចមនុស្សទៅឃើញបឹងទ្របហើយទៅដល់ឃើញកផ្លោកដើរចោលបឹង